ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញតើតើជាមួយនឹងការ control ទៅលើ ESP32 យើងឬក៏ board electronic យើងនេះជាមួយនឹងប្រព័ន្ធ internet នៅក្នុង demo នេះមានន័យថាខ្ញុំមាន hardware ដែលខ្ញុំសរសេរ code ហើយយើងមាន software សម្រាប់ control នោះគឺតាមប្រព័ន្ធ internet ដូចគ្នាចុះដល់ខ្ញុំ send ពាក្យ hi ឬក៏ពាក្យ hello វានឹងបង្ហាញកន្លែងនេះចឹងយើងឃើញពាក្យ hi ឬក៏ hello នោះដែលយើង send ពីកម្មវិធី computer យើងឬក៏កម្មវិធីទូរស័ព្ទដៃទៅវានឹងបង្ហាញនៅលើ hardware យើងតែម្ដងដែល like ការបញ្ជូន message ពី computer យើងទៅ hardware នេះគឺយើងបញ្ជូនតាមរយៈ internet នៅក្នុងលក្ខខណ្ឌនេះហើយក្នុងនេះក៏ខ្ញុំបានបន្ថែមទៅលើលក្ខខណ្ឌមួយចំនួនដូចជាការបញ្ជាអំពូលហើយដាក់ពណ៌ក្រហមគឺអញ្ចឹងយើងឃើញអំពូលយើងបើកក្រហមហើយខ្ញុំដាក់ពណ៌ green អូខេដូរទៅ green ហើយនឹងពណ៌ blue អូខេអញ្ចឹងវាដូរទៅ blue ហើយនឹងមួយទៀតខ្ញុំដាក់ command off នេះគឺសម្រាប់យើងបិទភ្លើងឡើងវិញដែល like តើតើជាមួយការធ្វើរបស់ទាំងអស់ហ្នឹងគឺយើងពឹងទៅលើ graphic មួយនេះអញ្ចឹង method នេះមានន័យថាគឺយើងយក hardware យើងនេះ connect មក cloud server មួយអញ្ចឹងការ connect មក cloud server ហ្នឹងយើងហៅថា MQTT broker ដែល MQTT broker ជាអ្នកដែលទទួល message ពីយើងហើយវានឹងរុញទៅទីតាំងណាដែលយើងចង់បានហ្នឹងណាអញ្ចឹងវាត្រូវមាន2ដូចទូរស័ព្ទយើងអាចដើរតួជា MQTT publisher ក៏បានឬក៏ subscriber ក៏បានពីរហ្នឹងគឺមាន method 2គឺមួយ subscribe មួយ publish មានន័យថាបញ្ជូនចេញ subscribe មានន័យថាចាំទទួលព័ត៌មានដូចយើង subscribe channel ដូចអីចឹងដូចគ្នាអញ្ចឹង step ក្នុងការធ្វើវាដំបូងគឺយើងត្រូវការឲ្យ hardware យើង connect ទៅ Wi-Fi យើងមុនសិនដើម្បីមាន internet បន្តមកទៀតគឺយើងឲ្យវា connect ទៅ server របស់ MQTT ពេលដែលវា connect ជាប់អាហ្នឹងយើងអាចយកកម្មវិធីពីទូរស័ព្ទឬក៏ computer អាច connect ទៅវាបានដូចគ្នាអូខេអញ្ចឹងឥឡូវខ្ញុំបញ្ចូលតើទៅជាមួយការធ្វើឡើងវិញអញ្ចឹងតើតើជាមួយនឹងការធ្វើគឺយើងត្រូវការ hardware យើងបែបហ្នឹងមួយទៀតយើងបើកកម្មវិធី Arduino យើងឡើងវិញមកនេះយើងបើកកម្មវិធី Arduino យើងឡើងវិញហើយ library ដែលយើងត្រូវការ install សម្រាប់ប្រើនៅក្នុងហ្នឹងគឺយើងត្រូវការ3 library ទី1គឺសម្រាប់អេក្រង់ OLED យើង library ទី2សម្រាប់អំពូលនិង library ទី3សម្រាប់ connect ទៅ cloud អញ្ចឹងខ្ញុំ install សារថ្មីអានេះករណីដែលពេលដែលយើងអត់ទាន់មាន library គ្រប់គ្រាន់ទេគឺយើងត្រូវការ install ដំបូងគឺសម្រាប់អំពូលមុនចុះខ្ញុំដាក់ free novi នេះយើងនិយាយលក្ខខណ្ឌនៅពេលដែល board យើង set up success ណាអញ្ចឹងបើគ្នាយើងអត់ទាន់ set up board ទេត្រូវទៅ set up តាមវីដេអូដែលខ្ញុំផ្ញើពីមុនមកអញ្ចឹងយើងវាយពាក្យ free novi ហើយយើង install នេះ free novi អានេះ library by ESP32 នេះអញ្ចឹងយើង install library នឹងមួយទៀតយើង install library សម្រាប់អេក្រង់យើង1306អូខេអញ្ចឹងយើង install library មួយនេះ install all សម្រាប់អេក្រង់ screen យើងមួយនេះអូខេនិង library មួយទៀតគឺសម្រាប់បញ្ជាទៅលើអំពូលសំទោសបញ្ជាទៅលើ internet អញ្ចឹងយើងវាយ PubSub មក library នេះគឺឈ្មោះវា PubSub client អូខេនេះយើងឃើញ library PubSub client ដែល load ខាងលើគេហ្នឹងអញ្ចឹងយើង install ថែមមួយទៀតអូខេអញ្ចឹង library យើងរួចរាល់ហើយចូលដល់ program យើងវិញបើសិនជាយើងអត់ដឹងថាវាបើកតាណាទេមិនយើងបើកកម្មវិធីមកយើងចូលទៅ file ហើយយើង new sketch មកហើយអញ្ចឹងវាបើកកម្មវិធីសាមីឡើងវិញនេះករណីបើយើងហៅកន្លែងបើកអត់ឃើញទេហើយ step ដំបូងគឺធ្វើម៉េចរើស board យើងឲ្យត្រូវសិនបើករណី board ខាងលើនេះវា load ESP32 មិនមែន C3 ទេយើងត្រូវទៅ select យក C3 អូខេយើងទៅ select C3 ហើយតោះទៀតយើង select យក port មួយទៀតអញ្ចឹងអានេះខ្ញុំ select យក port ដោយសារខ្ញុំដោតមួយ computer ហើយអញ្ចឹងវា load port បែបហ្នឹងអូខេអញ្ចឹងខ្ញុំធ្វើការ include library ដែលយើងត្រូវការប្រើមុនសិនអញ្ចឹងដំបូងខ្ញុំ include library wire អានេះគឺជា interface ដែលយើងប្រើសម្រាប់ឲ្យស្គាល់មួយអេក្រង់អញ្ចឹង library ត្រូវតែមានមួយទៀតយើង include library មួយទៀតគឺ wifi.h អញ្ចឹង wifi នេះគឺយើងប្រើអក្សរ W ធំនេះអក្សរ I អក្សរ S ធំអញ្ចឹង wifi.h wifi នោះគឺយើងសម្រាប់ឲ្យ hardware យើង connect ទៅ internet នៅក្នុងលក្ខខណ្ឌនេះហើយ
lệ khăn một tiết cứ dương include library rồi bỏ screen LCD dương cứ dương bỏ Adafruit đi môn chứ Adafruit underscore ASD đọc bay xôn của mũi .x nâng trong crowd một tiết cứ dương include library rồi bỏ Ekron này ở toàn trong crowd ấy nơi include library một tiết nhưng include library rồi bỏ cloud serverคือผักซับchứ là so P là so S thống là so C của thống đấy client.x nâng anh trong khói library browse nhằm pool bỏ dưỡng ở việc lưu thập bộ ấy nữa như là free novi chương trình free novi ws đọc mà pay bằng 7 đọc phí underscore lib for esp sampi .8 anh dương thuộc bạch nữa thì chẳng dương thời ca từng có include pram library nhập pram ba máy và top tiết cứ dương thời ca define khi em define từ lơ password này chương khi em define từ lơ ASD ASID nó cứ smart chỉ mũi nâng mua này mua rồi bỏ wifi dương là dương cho việc cần thành nâng cho nó cứ dương thời đại mua không nè ở đây là constant cha ID smart ở đó đôi wifi khi em nhớ là lời khi em đặt xem phò luôn bỏ những đặt một IoT chứ là nó cứ cái lấy nó cứ dương đặt một C ở đã đôi nhung đấy đặt một wifi đại dương hotspot luôn ai nữa hay constant cha một tiết cứ password dương constant cha password dương đã tam hiện luôn lấy password bỏ dương mỗi dương đã bật năng được nhiều để lấy anh ấy dương đã IoT at p1 hay p đó tẹt tơ mùi password khang bỏ nhóm ấy nè cho nên dương comment kia nói anh ấy khi tẹt tơ cho mùi nâng wifi ném anh ấy tẹt tơ cho mùi nâng passcode nữa password thì chứng dương miền wifi ném hay nâng password không lại thành nhé hay mũi tiết cứ dương define group bọc này giờ hỏi chân bỏ dưới define cha group lại group nó có dương thời ca đặt một sen kia này xem nhập này dương là nét đôi thọ ở lại group này dương đặt co thu âm one hay nhưng đã underscore group dương hay là group ti mãn group ti zone pi rồi có zone bấy ở năng dương đại hiện luôn chân cái này dương này là miền group dương đang ấy anh đang thời đặt xây cái này ở đặt đôi cái này thì từ lời group nâng ok chả nó cái chia parameter thom bỏ group đại dương phương tam hiện luôn nâng hay là năng bật chẹt cứ ở đặt đôi cái này thì sao dương group dương miền group ti mui ti pi ti bay chẳng chứ ai đô là tam group hiện luôn hay wifi password có ở ai đôi cái này đấy chúng ta cái này dương ai hotspot một xây chẳng như thơm ích đã thời tam bỏ dương bộ bơ sơ nhưng đã khóc cứ vì ở ai cái này tới wifi ban tì không lại khăn môi nắng ok bàn chôn ở khang khám đấy cứ khi chập đam define parameter nhập ekran nhưng trong ekran bạc hái cứ như vừa library muối mua Adafruit này Adafruit SD hay dùng lại mua LCD trong parameter LCD dưới nhưng miền rồi phơi 7 cái bia học 4 cái bia and cho mùi nâng wire anh cứ tẹt tên cho mùi nâng library ní cứ như phải class bỏ ekran nè nó mới về hai này ai mới tiết dương thời ca pra library bỏ pool trong pool cứ như phải việc free novi này free novi underscore esp ní esp sampi free esp sampi underscore ws hoặc pay 7 đọc pi đọc pay 7 đọc pi này cứ tạo tên cho mùi nâng library đó bỏ pool dưới cứ khi đã strip cho mùi chỉ strip nữa hơi mỗi smart free novi được nhé làm như copy hàng một món đây
chương free novi hay parameter để dương thử đặt cứ chừng nôn pool nhưng mình đọc một crop hay port để dương đau chừng một pool này như khi cái này nó cứ dương khi load mua dio zero anh ấy di zero nó cứ mình là chương tí sâu chẳng hạn nó cứ khi đặt mua port chương tí số hay channel viết cứ default channel sâu hay đọc vào mỗi những mình hay pool dương mình đọc vào mỗi crop ở đây chúng ta phần năng sẵn cái lại cái logo dương sẽ là mình cá khóc chứ chúng ta check một toàn sẵn chẳng vì chập đai compile code dương ấy cho nó p đại dương tester lại khăn mùi nít chứ như khi vì trái bờ sân chỉ code dương mình error tới giờ nó chăm dương từ xì và to hay bộ mình error dương cài và đào hỏi gọi là p đại error chán dương của bạn cả cài lên lại khăn mùi nít ok chẳng code nó gọi mình error thế chẳng dừng ai tè và to bán chẳng nhâm tè tờ bổ cứ nhâm tè tờ lơ ekran sân là tè ekran những đa thời này chẳng nhâm hai comment mới cứ lcd dot begin anh ấy bạn này dừng initial ekran hay dừng hai comment hàng không parameter đã lên zone x zone p hay năng zone x sao ở base nhưng đã zone x zone p hay năng zone x base anh ấy nhưng tè tờ lơ ekran những tờ bổ hay nhưng bay comment lcd dot display lại khăn này nhưng anh ấy những tay LCD muốn sẵn cho những upload xả mới lấy những upload mà còn tiếp xem mưa hạt bia nhưng ta trời ngọt thì trong cái thư ca upload cho hạt bia dưới chẳng hạn ấy bà sân về screen dương từ C library thử về thử tranh thuộc logo bỏ đạp luôn muốn lên hết đi ok mà đây là về nó câu dương từ C và nó cứ ekran với ai và hai po miền ba này không lại khăn hết ekran dương và hai po miền ấy ok chẳng được về đại bàn và phần đi hỏi cứ khiêm trong và hai mũi tiết cứ khiêm trong và cao connection wifi như trong hardware dương connector wifi đại dương hotspot nè mình đây tha dương thời ca do tụ sắc hotspot do dương miền wifi được test nhưng thời gian connect tới việc chắc là bây connect tới cứ dương phở của mình mới cứ wifi dot begin nè trong wifi dot begin vì ảo dương đã parameter cứ từ 4 id mình đây sid cứ mua vào wifi wifi với mua ấy chả cái lại nó dương define khăn lờ ní rồi mua ấy chẳng đấy define khăn lờ háo ấy hay năng mới tiết cứ password cho như miền sid hay năng password dot beginแบบนั้น hay nhưng miền comment mũi tiết cứ comment connect ở việc connect cứ nhưng pra comment mũi cứ vào lại khăn condition không biết cứ đã wifi dot status anh nhé lại wifi dot status mình đây là dương chạy theo tao việc connect chuột nào không lại khăn đấy chứng đã not wireless connected ok lại khăn mũi mình đây tha chạy bà sân như wifi mình toàn connect tế nhưng delay nhưng chạm mà này dương chạm sấn chứ nhưng đã delay làm rồi sẽ khẩn hai bạn em chạy mà đo tiệt không lại hẳn mới nhé bờ toàn cái này tê rồi có đã mấy nghi số mình tên cái dương trong và hai po miền thay việc connect mình connect dương trong và hai lời ekran như này nhé chân đã mấy trong và hai lời ekran cứ khi hai của mình LCD đặt display hết từ 4 cứ khi clear mình tiệt LCD dot clear display và mình dot clear display cứ dương lục hụt hiệp đi cháo bị ekran okต่อมาtiết khi trong và hai pịa như là LCD dot print dot print là wifi ấy chẳng tới wifi connection ủa thôi chứ không lại thành mới riêng trong việc và hai thà state nó cứ state một wifi connect ok chẳng hạn ấy một lần và hai cứ khi ta set một tiết khi set po thì map dương và hai dot set text color này lại text color nó mình đây là dương trong và hai là so po ấy và so với mình pi po cứ po so hay là po không màu cho nên dương và hai po so để xài ekran như không màu cho dương và hai po so hai dương trong ở việc và hai pi cho nó na này ekran như này chương nhiều mũi tiết nhầm đã LCD dot set cursor
comment set cursor ជា comment មួយចង់ឲ្យថាតើពាក្យដែលយើងចង់បង្ហាញអ្នក Wi-Fi ដាក់ connection វា start ពីណាទៅអញ្ចឹងខ្ញុំឲ្យវាដាក់20 bit 0 20 bit 0មានន័យថាយើងឲ្យវាបង្ហាញចេញពីនេះដក clear 20 pixel ហើយចាំទៅសេបានយើងឲ្យវា អង្គលអត់ឲ្យវាទៅសេពីគៀនពេកទេអាហ្នឹងលើយើងអាចដាក់ពី00ហ្មងក៏អត់ខុសដែរអញ្ចឹងខ្ញុំអាប់ឡូតមកកង់ទៀតដើម្បីមើលព័ត៌មានថាវាចេញអញ្ចឹងអត់ផ្លេច semicolon នេះនៅខ្វះមួយទៀតគឺ comment LCD dot display comment display ហ្នឹងបានវាបង្ហាញបើយើងគ្រាន់តែ print វាអត់ទាន់បង្ហាញទេតោះយើងហៅ comment display មួយទៀតអញ្ចឹងខ្ញុំដាក់ LCD dot display ពេលអញ្ចឹងយើងធ្វើការ upload តេស្តម្ដងទៀតពេលអញ្ចឹងយើងឃើញវាបង្ហាញអក្សរ Wi-Fi connection នេះកន្លែងលើអ៊ីនធឺណិតនេះវាចេញ Wi-Fi connection មក state ដែលវា connect ហ្នឹងអញ្ចឹងវាចូលដល់កន្លែងលក្ខខណ្ឌហ្នឹងគឺកន្លែងដែលយើងពណ៌ detect អីបើសិនជាវា connect ជាប់វាត្រូវបង្ហាញអីបើសិនជាវា connect មិនជាប់ទេវាត្រូវធ្វើមិនបន្តក្នុងលក្ខខណ្ឌនេះអូខេអញ្ចឹងខ្ញុំសរសេរបន្ថែមទៀតបើករណីវាអត់ទាន់ connect ទេខ្ញុំឲ្យវាចេញឲ្យ LCD .print ចុចអីចឹងទៅករណីបើសិនវាអត់ទាន់ connect ជាប់ទេមានន័យថាវាចេញសញ្ញាចុចបណ្ដាញវិញហ្នឹងដូច loading ចឹងអាហ្នឹងករណីមិនទាន់ connect ជាប់អញ្ចឹងខ្ញុំ set cursor មួយទៀតខ្ញុំចង់អាសញ្ញាចុចហ្នឹងវាចេញនៅខាងក្រោមអញ្ចឹង LCD set cursor ខ្ញុំដាក់20 មានន័យថាយើងដក clear ទៅខាងស្ដាំដៃ20ហើយ10ហ្នឹងចុះក្រោម10 pixel អញ្ចឹងវាត្រូវបង្ហាញនៅជួរក្រោមនេះហើយខ្ញុំដាក់ print ចុចហើយខ្ញុំដាក់ LCD .display ក្នុងលក្ខខណ្ឌនេះអញ្ចឹងបើសិនជា Wi-Fi កណិតអត់ជាប់ឧទាហរណ៍ខ្ញុំបដូរ password សាកមើលអានេះខ្ញុំថែម password បែបនេះអញ្ចឹងតើវាចេញបែបម៉េចចានេះខ្ញុំ upload កូដថ្មីប៉ុន្តែខ្ញុំដាក់ឲ្យ username ហើយនិង password នេះគឺខុសគ្នាតើទៅជាមួយ Wi-Fi name ហើយនិង password ហ្នឹងគឺខុសអញ្ចឹងពេលហ្នឹងគឺវា connect អត់ជាប់ទេក្នុងលក្ខខណ្ឌនេះអញ្ចឹងនៅពេលដែលវា connect អត់ជាប់ទេគឺវានឹង load ចេះនេះយើងឃើញមានសញ្ញាចុចនេះអាសញ្ញាចុចនេះមានន័យថាវា scan អីវា connect អត់បានណាក្នុងលក្ខខណ្ឌមួយហ្នឹង scan ហើយវា connect អត់ចេញអញ្ចឹងខ្ញុំតេស្តទៅលើ password បើសិនជាដាក់ត្រូវវិញខ្ញុំលុបចោលបើសិនជាដាក់ត្រូវបាននេះអាសញ្ញាចុចហ្នឹងវាអាចចេញតែម្ដងហើយវាបាត់នៅក្នុងលក្ខខណ្ឌនេះអញ្ចឹងខ្ញុំថែមកូដបដាចានេះបើសិនជាដាក់ត្រូវគឺខ្ញុំទី1ខ្ញុំបង្ហាញ LCD.clear បានខ្ញុំលុបហើយខ្ញុំសរសេរថ្មីខ្ញុំចង់សរសេរពាក្យ LCD អូខេខ្ញុំ set cursor មួយទៀតខ្ញុំ set នៅជួរខាងលើវិញហើយទីតាំង0នេះហើយ LCD.print ពាក្យ Wi-Fi connect ខ្ញុំដាក់ Wi-Fi អូខេជា string អញ្ចឹង Wi-Fi អានេះ connected មានន័យថាភ្ជាប់បានហើយខ្ញុំ print មួយទៀតគឺ LCD.set cursor ខ្ញុំយកលេខ20 10មុនអញ្ចឹងឲ្យ print ខាងក្រោមហើយមួយទៀតគឺខ្ញុំ print LCD. print ពាក្យមួយគឺ IP address ខ្ញុំយកប្រើពាក្យអូខេ print IP របស់ device យើងថាតើវាបាន IP ហ្មង print IP ហើយនឹងខ្ញុំ print មួយទៀតគឺ print របស់ Wi-Fi តែម្ដង Wi-Fi IP គឺ comment មួយគឺ Wi-Fi. local IP comment Wi-Fi. local IP ហ្នឹងគឺប្រើសម្រាប់ print IP device យើងថាពេលដែលវាភ្ជាប់វាប្រើ IP ហ្មងអានេះអត់ចាប់បានទេចង់យើងដាក់ក៏បានបាច់ក៏បានតែក្នុងនេះខ្ញុំដាក់ដើម្បីយើងមើល IP ថា hardware យើងមាន IP ហ្មងអានេះយើង upload បន្តទៀតអញ្ចឹងកូដយើងដំបូងមានប៉ុណ្នេះ
ហើយចុះមកដល់ក្រោមយើងមានប៉ុណ្នេះទៀតthìយើងខ្ញុំ upload code មកកណ្ដាលនេះគឺតាក់ទងជាមួយនឹងការ control តាមរយៈ Wi-Fi បានន័យថាយើងឲ្យវាភ្ជាប់ Wi-Fi ទៅមុនសិនក្នុងលក្ខខណ្ឌនេះពេលអញ្ចឹងវាចាប់ដើម upload ហើយអូខេយើងឃើញកន្លែងនេះវាចាប់ដើម connect អូខេអក្សរបតាកន្លែងនេះដោយសារតែយើងអត់បានហៅ comment កន្លែងនេះយើងคลิกដាក់ថែមចុះបន្ទាត់អញ្ចឹងបន្ទាប់ពីយើងធ្វើការកែសម្រួល cursor ហើយយើងឃើញ display យើងចេញ correct ហើយវាចេញ IP ជួរក្រោមហើយនឹង Wi-Fi connected នៅខាងលើលក្ខខណ្ឌ IP ចេញលុះត្រាតែ hardware យើង connect ទៅ Wi-Fi ដែលយើងដាក់នេះជាប់អញ្ចឹងបើសិនយើងដាក់ឈ្មោះកន្លែងនេះខុសអត់ជាប់ទេអាហ្នឹងវាចេញ IP ហ្នឹងទេអានេះអូខេអញ្ចឹងករណីយើងត្រូវការធ្វើបន្តគឺខ្ញុំចង់ឲ្យវា connect ទៅ cloud server cloud MQTT server ដើម្បីយើងចង់បញ្ជាតាម internet បាននេះក្នុងលក្ខខណ្ឌមួយនេះមានថាយើងឲ្យវា connect មក cloud បែបហ្នឹងអញ្ចឹង parameter បន្ទាប់គឺខ្ញុំទៅសេបន្ថែមនៅខាងលើនេះគឺខ្ញុំប្រើ Wi-Fi client មួយ library មួយឈ្មោះ Wi-Fi client នេះអក្សរ W ហើយនៅអក្សរ S ធំហើយអក្សរ C ធំដែរជាមួយនឹង client អញ្ចឹង Wi-Fi client គឺជាអ្នកដែលសម្រាប់ communication ពី hardware ទៅ cloud យើងប្រើ method Wi-Fi client ហើយមួយទៀតគឺខ្ញុំប្រើ method មួយទៀតគឺ pub sub client pub sub client អាហ្នឹងគឺសម្រាប់អ្នកបកប្រែឲ្យយើងបានន័យថា client នេះគឺជាអ្នក exchange data ហើយ pub sub client គឺជាអ្នកជួយបកប្រែបានន័យព្រោះនៅក្នុង cloud វាប្រើភាសាផ្សេងគេប្រើភាសាយើងហៅភាសា MQTT ចុះអញ្ចឹងដើម្បីប្រើភាសានឹងបានតើយើងមានត្រូវការមានអ្នកបកប្រែអញ្ចឹងអ្នកបកប្រែរបស់ខ្ញុំគឺ pub sub client អញ្ចឹងខ្ញុំតាំងឈ្មោះ MQTT អញ្ចឹងទៅហើយជាមួយនឹង client នេះ parameter ដែលខ្ញុំដាក់ឲ្យវាអញ្ចឹងយើងមានប៉ុណ្ណឹង MQTT ហើយនឹង client ហើយខ្ញុំតាំងមួយទៀតខ្ញុំតាំង string មកហើយនេះ string ជាមួយនឹង my data នេះខ្ញុំតាំងចោលសិនទេយើងទុកប្រើពេលក្រោយអូខេតើតើជាមួយ parameter ដែលយើងឲ្យវា connect ទៅ cloud លុះត្រាតែទី1គឺ hardware យើង connect ទៅ Wi-Fi សិនបាននេះវា Wi-Fi វា connect ជាប់ហើយបាន IP ហើយមួយទៀត Wi-Fi យើងត្រូវតែមាន internet អញ្ចឹងបើអត់មាន internet គឺ connect ជាប់ដែរអានេះគឺករណីយើងចង់ connect ទៅវាគឺយើងត្រូវការមាន internet បាននេះយើង Wi-Fi router យើងឬក៏ទូរស័ព្ទរបស់យើងត្រូវការ hotspot internet ឲ្យវាដូចគ្នាអូខេតោះចំណុចបន្ទាប់គឺយើងត្រូវការ set up server យើងដាក់ mqtt.set server អញ្ចឹង server នេះគឺគ្នាយើងអាចត្រូវដាក់ fix តាមខ្ញុំដាក់ឈ្មោះ aenciot.com ហើយ server យើងគឺក្បៀសមួយមក port ដែលយើងត្រូវការគឺលេខ1883អានេះ channel ឬក៏ link របស់ server យើងហើយខ្ញុំត្រូវការ set username ផងអញ្ចឹងយើងឲ្យវា connect គឺ mqtt.connect អញ្ចឹង parameter connect របស់វាគឺខាងលើនេះយើងដាក់ blank អានេះយើងដាក់ blank ហើយមួយទៀតគឺ username អញ្ចឹង username នៅក្នុងនេះគឺខ្ញុំបង្កើតឲ្យគ្នាយើងហើយស្រាប់ហើយអញ្ចឹងគ្នាយើងអាចឲ្យពាក្យ norton អានេះ norton.2 student ចានេះគឺ username សម្រាប់គ្នាយើងទាំងអស់គ្នាហើយ password ក៏ប្រើដូចគ្នាដែរគឺ student អានេះ password ក្នុងលក្ខខណ្ឌនេះខ្ញុំមានឈ្មោះ username ខ្ញុំមាន password សម្រាប់ connect ទៅ server ហ្នឹងហើយខ្ញុំដាក់មួយទៀតគឺ mqtt. សំទោស mqtt ខុស mqq ចាខ្ញុំដូរកែបន្តិច mqtt តែប៉ុតយើងចង់ដាក់ mqq ក៏បានដែរចានេះ mqtt.subscribe ខ្ញុំចង់យក subscribe ជាមួយព័ត៌មានដែលកម្មវិធីយើងបោះទៅនេះដូចកម្មវិធីនេះពេលដែលខ្ញុំ send ព័ត៌មានទៅគឺខ្ញុំត្រូវការដើរតួជាអ្នក publish អញ្ចឹងដល់ពេលដែលយើងចង់បានព័ត៌មានដែល server send ឬក៏ពីកម្មវិធីនេះ send ទៅតោះតែយើង subscribe ចានេះខ្ញុំដាក់ subscribe ជាមួយនឹង group ពាក្យ group អញ្ចឹងអ្នកដែលសារ group យើងរៀងខ្លួនបញ្ជាក់ក្នុង group នេះយើងអត់ដាក់ដូចគ្នាទេត្រូវដូរឈ្មោះចេញដាក់រៀងខ្លួនអញ្ចឹងខ្ញុំដាក់ subscribe group អូខេនៅមួយទៀតគឺខ្ញុំ set callback មួយទៀត mqtt.set
callback ចឹង callback នេះខ្ញុំដាក់ឈ្មោះ callback អីចឹងទៅនេះ set callback ហ្នឹងគឺជា comment នៅពេលដែល server បោះតន័យមកតើយើងឲ្យវារុញទៅណាអញ្ចឹងខ្ញុំបង្កើត function មួយឈ្មោះថា callback អញ្ចឹង function នេះយើងមកប្រកាសខាងលើមកអញ្ចឹងខ្ញុំ vote function callback មិញនេះ callback ហើយខ្ញុំប្រកាសឆាកាយជាមួយនឹង topic ទៀតint 8នេះកាយជាមួយនឹង data ដែលយើងគេបោះមកហើយនឹង data len int ជាមួយនឹង len ហ្នឹងគឺជាទិន្នន័យដែរគេបោះមកតើវាមានប្រវែងប៉ុន្មានអញ្ចឹងអានេះខ្ញុំត្រូវការដាក់ប៉ុណ្ណេះអញ្ចឹងខ្ញុំដាក់បែបហ្នឹងអញ្ចឹងខ្ញុំ compile វាមកតង់ទៀតបាននេះកន្លែង block callback ហ្នឹងគឺជាទិន្នន័យដែលយើងទទួលបានពី server នៅពេលដែល server connect យើងនឹងទទួលបានទិន្នន័យនឹងបោះមកក្នុងលក្ខខណ្ឌមួយហ្នឹងចឹងខ្ញុំ compile វាអានេះយើង compile កង់ដើម្បីថាតើកូដយើងមានខុសអត់ឬក៏ត្រូវអត់យើងតេស្តលក្ខខណ្ឌបែបហ្នឹងអូខេអញ្ចឹងយើងមើល compile ទៅអត់មាន error ទេអញ្ចឹងអត់មាន error ខ្ញុំចាប់ផ្ដើមសរសេរបន្តនៅក្នុង loop វិញអញ្ចឹងនៅក្នុង loop នេះគឺខ្ញុំថែមលក្ខខណ្ឌមួយទៀតគឺខ្ញុំឲ្យវា process ខ្ញុំសរសេរបើសិនបើ mqtt is connected អានេះមានន័យថាបើសិនជា server ឬក៏ account យើង connect ទៅ server ព្រោះនៅពេលយើងប្រើពាក្យ comment connect នេះយើងអត់ទាន់ដឹងថាវា connect ឬអត់ទេអញ្ចឹងអានេះខ្ញុំហៅ comment សរសេរលក្ខខណ្ឌមួយទៀតបើសិនបើវា connect អូខេអញ្ចឹងបើសិនវា connect ឲ្យវាធ្វើអីបើសិនវាមិន connect ទេឲ្យវាធ្វើអីអញ្ចឹងបើសិន connect គឺខ្ញុំឲ្យ mqtt.loop ចា comment loop ហ្នឹងគឺជា comment មួយសម្រាប់ឲ្យវា keep connection ជាមួយនឹង server បើយើងអត់ដាក់ comment loop ទេវា connect ជាប់តែម្ដងហើយរយៈពេល1នាទីក្រោយ server នឹងផ្ដាច់ចោលហើយអញ្ចឹងខ្ញុំដាក់ loop ហើយខ្ញុំ delay 10 millisecond អូខេអាហ្នឹងលក្ខខណ្ឌបើវា connect ប៉ុន្តែបើលក្ខខណ្ឌវាមិន connect ទេ L លក្ខខណ្ឌវាអត់ connect ទៅ server ទេធ្វើម៉េចឬក៏ពណ៌ connect server វា disconnect ពី server មកអញ្ចឹងបើវាអត់ connect ទេខ្ញុំឲ្យវា connect ម្ដងទៀតនេះអញ្ចឹងខ្ញុំ copy ពីបន្ទាត់នេះដាក់ចូលខ្ញុំឲ្យវា connect ម្ដងទៀតហើយឲ្យវា retry អញ្ចឹងទៅនៅក្នុងលក្ខខណ្ឌនេះឲ្យវា retry អញ្ចឹងករណីបើសិនជាវាអត់ connect ទេគឺយើងឲ្យវា connect ម្ដងទៀតក្នុងលក្ខខណ្ឌមួយនេះអូខេអញ្ចឹងយើងចង់ឲ្យព័ត៌មានដែលវា connect ឬក៏មិន connect នេះគឺវាបង្ហាញនៅលើអេក្រង់នេះវិញម្ដងទៀតព្រោះឥឡូវយើងបង្ហាញ IP ហើយយើងចង់បង្ហាញទៀត Wi-Fi យើង connect អត់ server យើង connect អត់ឬក៏មាន data អត់អញ្ចឹងខ្ញុំចាប់ផ្ដើមបង្កើត function មួយទៀតមកដើម្បីងាយស្រួលមើលអញ្ចឹងខ្ញុំបង្កើត function មួយទៀតគឺ vote update display អញ្ចឹងទៅក្នុងលក្ខខណ្ឌមួយនេះខ្ញុំចង់ update display ជាមួយព័ត៌មានWi-Fi ហើយមួយទៀតព័ត៌មានរបស់ server និងទិន្នន័យអានេះខ្ញុំដាក់ data នេះទិន្នន័យខ្ញុំបង្កើត function នេះដើម្បីខ្ញុំយកអាព័ត៌មានទាំងអស់ហ្នឹងយកវាមកបង្ហាញនៅលើអេក្រង់ function update display នេះព្រោះដោយសារតែយើងត្រូវការហៅវាប្រើច្រើនដងអញ្ចឹងបើសិនជាយើងទៅសេអត់ប្រើ function ហ្នឹងទេគឺយើងទៅសេកូដច្រើនក្នុងលក្ខខណ្ឌនេះចានេះគឺនៅក្នុងនេះគឺខ្ញុំចង់ update វាទៅក្នុង LCD អញ្ចឹងខ្ញុំដាក់ LCD .clear បានយើង clear ចោលម្ដងសិនតទៅទៀតយើងដាក់ LCD set cursor អញ្ចឹងខ្ញុំឲ្យ set ចេញពី20ដែរ20 0អានេះយើងចេញពី20 0ទៅហើយខ្ញុំបង្ហាញពីLCD.print ខ្ញុំប្រើ printf ព្រោះ printf យើងអាចបញ្ជូនព័ត៌មានបន្ថែមជាមួយនឹងអក្សរហ្នឹង Wi-Fi អានេះ print Wi-Fi 2ហើយនឹង state វាតើ Wi-Fi យើង connect ឬក៏អត់ connect ចា៎នេះខ្ញុំដាក់អក្សរ S scan S ហ្នឹងមានន័យថា print S ហ្នឹងគឺព័ត៌មានដែលយើងបន្ថែមវាជា string អានេះជា string អូខេអញ្ចឹង Wi-Fi យើងវាមានលក្ខខណ្ឌច្រើន Wi-Fi យើងអញ្ចឹងខ្ញុំបង្កើតលក្ខខណ្ឌឲ្យវាមួយទៀតចុះអញ្ចឹងខ្ញុំតាំងមួយទៀតខ្ញុំតាំង string state អូខេ
state ថាតើ Wi-Fi យើងមាននៅក្នុង state អីគេអញ្ចឹងខ្ញុំដំបូងខ្ញុំដាក់ blank សិនហើយខ្ញុំប្រើ switch cache ក៏បានប្រើ if ក៏បានដែរហើយខ្ញុំប្រើ switch cache ចុះ switch cache លក្ខខណ្ឌជាមួយនឹង Wi-Fi បានឲ្យខ្ញុំ switch cache ទៅនៃ Wi-Fi ព័ត៌មាននេះអញ្ចឹង cache ដំបូងនៅពេលដែលstate 1 cache 1នេះ cache 1គឺខ្ញុំឲ្យ status state នេះស្មើនឹងពាក្យអានេះ not found not found មានន័យថាវារកឈ្មោះ wireless យើងអត់ឃើញលក្ខខណ្ឌមួយនេះអញ្ចឹងខ្ញុំ break វាអញ្ចឹង state 1បើករណី Wi-Fi នេះវាចេញតម្លៃមួយមានន័យថាវា scan រកឈ្មោះ Wi-Fi យើងអត់ឃើញទេហើយខែទី2នៅពេលអូខេ state ទី2អូមានតែលេខ3ទេករណីបើសិនជា Wi-Fi វាឲ្យលេខកូដលេខ3អញ្ចឹងលេខកូដហ្នឹងមានន័យថា connect អញ្ចឹងខ្ញុំទៅសេកាត់ទៅ connect ដាក់អក្សរបែបនេះខ្ញុំសេកាត់ទេអត់ទៅសេវែងទេខ្លាចវាបង្ហាញលើអេក្រង់ទៀតអស់ហើយនឹង state ទី5 state ទី5គឺ disconnect លក្ខខណ្ឌហ្នឹងគឺបានន័យថា Wi-Fi មានប៉ុន្តែគឺយើង disconnect ណាអញ្ចឹងយើងមានព័ត៌មាន state ខ្លះសម្រាប់យកទៅបង្ហាញលើអេក្រង់ដើម្បីងាយស្រួលមើលខ្ញុំ break ទៀតអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំ scan ជាមួយនឹង state មានន័យថាលើអេក្រង់យើងវានឹងបង្ហាញពាក្យ Wi-Fi ហើយ state ថាវា connect អត់អាហ្នឹងលើហ្នឹងយើងបង្ហាញបែបហ្នឹងហើយមួយទៀតខ្ញុំចង់បង្ហាញពាក្យ cloud ម្ដងទៀតព្រោះយើងមាន status របស់ Wi-Fi ហើយនិង status របស់ cloud ម្ដងទៀតនេះចឹងខ្ញុំដាក់ LCD .set cursor cloud ខ្ញុំដាក់ទៅខាងមួយជាហៀងទៀតខាងក្រោម20/20ចាហ្នឹងយើងចង់បង្ហាញរបស់ cloud ឬក៏20/10ទៅបានទេយើងទៅសេវានៅជួរក្រោមមកនៅជួរលើយើងបង្ហាញ Wi-Fi status ជួរក្រោមយើងបង្ហាញពី cloud server ថាតើវា connect ទៅ server យើងអត់ចឹងដាក់ LCD .print ជាមួយនឹង cloud ចុច2នេះយើងដាក់ cloud យើងដាក់ចុច2ចឹងទៅហើយយើងដាក់ភាគរយ s ដូចនេះហើយនេះយើងដាក់ភាគរយ s ហើយខ្ញុំទៅសេលក្ខខណ្ឌនៅខាងក្នុងនេះគឺរបស់server អញ្ចឹង server នេះគឺខ្ញុំទៅសេលក្ខខណ្ឌបើសិនជាវា connect អូនេះខ្ញុំតាំង true false មកទៅ boolean server អញ្ចឹងបើសិនជាវា connect ខ្ញុំឲ្យវាចេញពាក្យ connect លក្ខខណ្ឌវា true តែបើសិនលក្ខខណ្ឌវា false វាចេញពាក្យ disconnect អានឹងលើ server របស់យើងក្នុងលក្ខខណ្ឌនេះហើយយើងចាប់ផ្ដើម print វាចេញ lcd.display ចានេះគឺជា sub function សម្រាប់យើងបង្ហាញព័ត៌មានរបស់យើងអូនៅខ្វះមួយទៀតគឺខ្វះ data បើសិនមានព័ត៌មានទៀតបន្តទៀតយើងដាក់ lcd.set cursor 20ហើយខ្ញុំដាក់ print lcd .print s ដែរបញ្ជាក់កន្លែង print ហ្នឹងគឺយើងប្រើ print s ហើយ data ដែលយើងបញ្ជូនពីកុំព្យូទ័រទៅឬក៏ពីទូរស័ព្ទដៃទៅនេះគឺខ្ញុំដាក់ភាគរយ s ដែរនេះភាគរយ s ហើយជាមួយនឹងព័ត៌មានដែលយើងចង់ឲ្យបញ្ចេញហ្នឹងអញ្ចឹងព័ត៌មានដែលយើងមានគឺ data នេះខាងលើនេះឲ្យវាខ្ចប់ data ហ្នឹងជាមួយពាក្យ data ហ្នឹងអញ្ចឹងពេលហ្នឹងវានឹងបង្ហាញព័ត៌មានលើអេក្រង់ហ្នឹងឯងអញ្ចឹងយើងមាន function ប៉ុណ្នេះហើយខ្ញុំហៅវាប្រើកន្លែងដែលយើងត្រូវការហៅវាប្រើគឺខ្ញុំយកមកប្រើនៅក្នុងលក្ខខណ្ឌមួយនេះអញ្ចឹងបើសិនជាលក្ខខណ្ឌមួយនេះមានន័យថាអត់ connect ទេអញ្ចឹងបើអត់ connect ទេខ្ញុំដាក់ command បែបនេះ display. Wi-Fi status អញ្ចឹងនេះដាក់ Wi-Fi .status Wi-Fi .status គឺវាឆែកថា Wi-Fi យើងភ្ជាប់អត់ហើយព័ត៌មាន server យើងគឺយើងដាក់0មកព្រោះកន្លែងហ្នឹងគឺលក្ខខណ្ឌអត់ connect អីហើយ data ខ្ញុំដាក់ចុច2មានន័យបែបនេះគឺមានន័យថាអត់មាន data ទេព្រោះយើងអត់មាន connect អីផងហើយបើសិនជាករណីមាន data connect នៅលើនេះវិញអូខេអញ្ចឹងអានេះ Wi-Fi status អានេះ server នេះគឺ connect ជាប់ហើយ data នេះខ្ញុំចំណូលដោយពាក្យ my data
lấy dùng test mà con là sẵn mà này khi chọn còn là trong và hai là status server dưới connect được on không lại thành nhé khi chẳng việc ca upload code ở chỗ ok chẳng đi khi việc connect ok là status cloud một tiện toàn thử đi wifi bảo dưỡng trên status connect ấy hay cloud ở toàn trên trời tí chẳng nhưng mà mơ nó function display làm với ta khó cái bật chẳng bật bị rồi cloud bị rồi chẳng nhưng upload nó tiếp vì đây ta state này cứ wifi bảo dưỡng ok ấy chụp wifi success hay the light nó status cloud một tiệt tao vì connect on giống bờ sân chỉ cloud nhưng connect nhưng ai phải chia từ lư là bỏ năng ban và to mà này bởi vì ở connect tế nhưng thầy chạy mưa tao vì khỏi chúng ta bị ai không address bỏ cloud đưa ai không để tên chỉ mùi nâng username bỏ password đây nè chẳng vì mình reason trả được rồi mùi tiết cư dương đi connect với server mà mình server đi connect connection bỏ client để sao dương đã tôi chỉ client ok chẳng này dương khi status cloud dương cứ trên connection ấy lấy nhầm tay một tiết nhầm tay sẵn nhầm đi connect với server cho mình chẳng hạn nhầm sẵn đi connect cháu nên dương lại khẳng ấy dương đi connect với server sẵn mới student vì lượn với cho bắt về đây nhầm đi connect cứ vì tranh đi connect ấy vấn đề đại xa tại dương miền code hàng khảo này code retry update anh nhé cho nên bờ sân thì dương chọn khi nếu những đã delay ai mơ mũi sân delay pi rối delay pi rối nó miền ấy thay việc mẹ pi rối sân 200 mà việc connect đã là hàng khảo này bằng nghề số mơ lượn tịch khi chẳng hạn nhầm upload code thay mối tiếp là sao nhầm cái delay đã không lại tích trên code dư là chật mà rồi và to đấy lấy thì chẳng về start sao mấy connect IP với người lấy nhóm sạc đi connect cloud sạc mới với chắc lấy đi connect cloud đó cứ nhóm đi connect với server màu tí mình đây đặt nhóm bật chi ao server nè đi connect cho đây mà đòn nhé không lẽ khăn nữa chẳng bỏ dưỡng student not toán là phải cho nên nhóm đi connect với server tới như khi nè trên comment đi connect vào play đấy hai viên đang connect làng mình hai viên auto connect làng mình chả cả mình đi cái đấy mình đây tha server chỉ nè block ok lấy những khi tạo tên mùi wifi chỉ mùi cloud bảo dưỡng được chỉ đặt từ ở hỏi chẳng như chập đào mùi tiếp tạo tên chỉ mùi data mà đồ chẳng tạo tên mùi ca từ tool tên này đi server cứ như thời ca cho mà không này block mỗi chữ block callback không block callback nhé chứ nó không block callback đấy cứ khi nhung chập đào trong bàn tình này để dương chôn vì software từ cả này nè dương send bị hai rồi có hello ấy nữa hai hello ta thường mạch đam mê viết tour rồi có hai lợi ekran bao nhiêu nữa không biết thì chứng dương chọc đào tay ta lơ callback nhưng không callback này cứ dương phim ta say for lúc muối để sao tên này bóc máu chuyện bày
INTE ស្មើ0ទៅដល់ E តូចជាង len E បូកដោយសារតន័យដែលវាបោះមកជាតម្រង hexa ឬក៏ជា byte អញ្ចឹងខ្ញុំត្រូវការបំលែងវាទៅជា string ជាងដាក់ my data បូកស្មើជាមួយនឹងឆាខ្ញុំបបាយដាក់តន័យដែលវាបោះជា byte ហ្នឹងទៅជា character នៃ data នៃ E នេះក្នុងលក្ខខណ្ឌមួយនេះទៅជា data នៃ E ហើយមុននឹងយើងឲ្យវាដាក់ my data ខ្ញុំត្រូវការ clear data សិន my data dot ស្មើបែបនេះមានន័យយើង clear តន័យចាស់សិនហើយចាំយើងដាក់តន័យថ្មីចូលឥឡូវខ្ញុំ upload ហើយខ្ញុំ test ថាតើមានតន័យទទួលលើនេះអត់ក្នុងលក្ខខណ្ឌនេះអញ្ចឹងយើងធ្វើការ upload code នេះគឺមានន័យថា code ដែលយើងបន្ថែមឲ្យមានតន័យដែលទទួលពី server ទៅអានេះហើយអញ្ចឹងវាធ្វើការ upload code ចូលនេះតន័យដែលយើងតេស្តលើកមុនគេconnect ជាប់ data អត់ទាន់មានទេយើងឃើញកន្លែងនេះ data អត់ទាន់មានទេហើយខ្ញុំ send ពាក្យ hi ឬក៏ពាក្យ hello ពេលខ្ញុំ send ទៅគឺ data កន្លែងនេះក៏អត់ទាន់ទទួលដែរយើងឃើញអញ្ចឹងវានៅហេតុអីបានជាវាអត់ទទួលដោយសារតែវាខុសទៅលើ topic នេះអាកន្លែងចំណុចដំបូងនេះខ្ញុំដាក់គ្រប់01កន្លែងនេះគឺជាកន្លែង topic ដែលយើងដាក់ឲ្យដូចគ្នាជាមួយរបស់គ្រប់យើងរៀងខ្លួនអានេះរបស់ខ្ញុំប្រើគ្រប់ M1 G02 អញ្ចឹងខ្ញុំត្រូវដាក់ឈ្មោះឲ្យដូចគ្នាក្នុងលក្ខខណ្ឌនេះបានទៅពេលយើងចាប់ចុច send ទៅយើងឃើញមានពាក្យ hi hello តែម្ដងព្រោះបើសិនជាយើងប្រើ topic នឹងខុសគ្នាបានន័យតន័យទទួលមកគឺអត់ដូចគ្នាទេអញ្ចឹងបើសិនជាយើងគោរពទី1យើងត្រូវដូរដាក់01គោរពទី2ដាក់02អញ្ចឹងទៅអញ្ចឹងធ្វើម៉េច topic ហ្នឹងឲ្យដូចគ្នាបានយើង send ទៅទទួលហើយខ្ញុំ send ពាក្យលេខម្ដងអូសុំទោសកន្លែងតែតានេះខ្ញុំ send ពាក្យ1ដល់9ចាអញ្ចឹងយើងឃើញយើងទទួលបានតន័យ1ដល់9ដូចគ្នានៅក្នុង server នេះតែបញ្ជាក់បើសិនជា topic ហ្នឹងយើងខុសតែមួយអក្សរឬក៏ខុសតែដក clear ក៏តន័យអត់ទទួលដែរអញ្ចឹងធ្វើម៉េច topic ឲ្យដូចគ្នាការបញ្ចូលណាហើយការបញ្ចូលនេះខ្ញុំប្រើ software មួយឈ្មោះថា MQTTX នេះអញ្ចឹងយើងអាចចូលទៅក្នុង website របស់វាបាន free ទេរបស់ហ្នឹងនេះយើងចូលទៅក្នុង website មួយគឺ mqtt.app អានេះហើយយើងចូល download មកចាកន្លែង download ហ្នឹងវាមានឲ្យយើងរើសសម្រាប់ Windows Mac ឬក៏ Linux មានទាំងអស់អញ្ចឹងយើងអាច download មក server របស់ free ទេនៅពេលដែលយើង download ហើយអានេះខ្ញុំបញ្យល់តទៅមួយការប្រើប្រាស់ software នេះតិចនៅពេលយើង download ហើយយើងបើកមកវាអត់ទាន់មាន account នេះទាំងអស់អញ្ចឹងយើងឃើញខាងស្ដាំដៃមានសញ្ញាព្រួយនេះយើងចុចលើសញ្ញាព្រួយហ្នឹងមកកន្លែងនេះចុចលើសញ្ញាព្រួយហ្នឹងមកវានឹងឲ្យយើងបង្កើតឈ្មោះ topic របស់យើងហើយឈ្មោះ server យើងចឹងអានេះខ្ញុំដាក់ឈ្មោះបច្ចេកយើងខ្ញុំដាក់ឈ្មោះNorton តែអញ្ចឹងទៅអានេះគ្រាន់ជាឈ្មោះឯណាហើយ server address របស់យើងគឺយើងត្រូវដាក់ឲ្យដូចនៅក្នុងយើងសរសេរកូដចឹងនេះ server address របស់យើងគឺយើងឈ្មោះ aenciot.com port យើងដូចគ្នាត្រូវហើយ delete username យើងនេះ username គឺយើង copy វាមក username យើងគឺNorton.2 student ហើយ password យើងគឺ student ហើយយើងត្រូវដូរខាងក្រោមមួយទៀតនេះកន្លែង MQTT version នេះយើងដូរទៅ 3.2 សុំទោស 3.1.1 យើងដូរប៉ុណ្ណាយើងចុច connect សាកមើលអូខេយើងឃើញ connect success នេះអញ្ចឹង connect success គឺយើងអាចប្រើវាបានហើយអញ្ចឹងអាកន្លែងនេះគឺយើងអាចបដូរវាមកដាក់ឈ្មោះ topic របស់យើងមកបើសិនជារបស់យើងនេះវាចេញ JSON យើងបដូរវាទៅជា plain text អីចឹងទៅអាហ្នឹងលើយើងអត់បញ្ហាទេហើយធ្វើម៉េចដាក់ឈ្មោះនេះឲ្យត្រូវតាមគ្រប់យើងរៀងខ្លួនដោយសារគ្រប់នេះយើងដាក់ខ្ញុំដាក់ឈ្មោះG2 អញ្ចឹងកន្លែងនេះគឺយើងដាក់ G2 ដូចគ្នាហើយពាក្យដែលយើងចង់ send ហើយយើងចង់ដាក់ពាក្យ hi អញ្ចឹងយើងចុច send មកយើងឃើញរបស់យើងទទួលបានពាក្យ hi ហ្នឹងតែម្ដងអានេះគឺការប្រើប្រាស់ទៅលើ software តែអត់ទាន់ចប់ទេលក្ខខណ្ឌនេះគឺមិនទាន់ចប់ទេបានតែយើងទទួលបានតន័យហើយអញ្ចឹងកូដលើ server លើ Wi-Fi គឺអស់ហើយដែលអត់មានអីទៀតទេចូលដល់លក្ខខណ្ឌបន្ទាប់គឺយើងចង់ឲ្យ
ប្រកាសលក្ខខណ្ឌទៅលើអំពូលម្ដងថាខ្ញុំផ្ញើពាក្យអីណាមួយឲ្យវាភ្លឺឬក៏លុបអញ្ចឹងយើងចាប់ផ្ដើមចូលដល់លក្ខខណ្ឌនឹងមកតទៀតតោះអញ្ចឹងដើម្បីឲ្យអំពូលយើងភ្លឺឬក៏លុតគឺខ្ញុំត្រូវការមកថែមលក្ខខណ្ឌនៅក្នុងនេះទៀតមកតទៀតនេះឥឡូវយើងថែមកូដនៅខាងលើនេះគឺខ្ញុំថែមកូដstrip dot begin អូខេហើយមួយទៀតខ្ញុំដាក់ strip dot strip dot begin ហ្នឹងគឺជា comment មួយដើម្បីឲ្យអំពូលយើងគឺដំណើរការជាមួយ hardware ឲ្យស្គាល់គ្នា strip dot set price បាទខ្ញុំ set យក default price គឺខ្ញុំយកតែ 20% ទេគឺអត់ឲ្យវាភ្លឺខ្លាំងពេកទេប៉ុន្តែយើងអាច set 100% បានចាកន្លែងហ្នឹងគឺ comment ដែលយើង set strip ឲ្យវាដំណើរការហ្នឹងឯងក្នុងលក្ខខណ្ឌមួយនេះអញ្ចឹង strip dot begin strip dot price អូខេអញ្ចឹងនៅពេលដែលបានប៉ុណ្នេះហើយគឺកន្លែងនេះគឺកន្លែងដែលយើង set ពណ៌ដែលយើងឬក៏ set លក្ខខណ្ឌចឹងខ្ញុំសរសេរបើសិនបើករណី my data មានន័យថា data ដែលយើងបញ្ជូនមកស្មើនឹងពាក្យអីគេចាខ្ញុំដាក់ស្មើពីរដងនៃពាក្យ red ចុះអូស្មើពាក្យ red តែយើងធ្វើអីហ៎ចានេះស្មើពាក្យ red គឺខ្ញុំឲ្យ strip dot set all led color អានេះ all led color data ហើយពណ៌ red គឺខ្ញុំដាក់0 ff 00 00អាហ្នឹងគឺពណ៌ក្រហមហើយខ្ញុំដាក់ strip dot show ដល់ឡែកពណ៌យើងអាចទៅ search បន្ថែមនៅក្នុងអ៊ីនធឺណិតតើទៅមួយ color ពណ៌អាចឆែកមួយអីគេ code HTML color អញ្ចឹងទៅយកមកបដូរបានដូចគ្នាចានេះគឺករណីបើសិនខ្ញុំផ្ញើពណ៌ red យើងពូយើងត្រូវភ្លឺ red អាក្នុងលក្ខខណ្ឌនេះឥឡូវយើងតេស្តមកតង់សិនចាំយើងបន្ថែមលក្ខខណ្ឌបន្ថែមទៀតចឹងលក្ខខណ្ឌនេះគឺខ្ញុំថែមជាមួយលក្ខខណ្ឌបើសិនជាយើងផ្ញើពាក្យហ្នឹងឈ្មោះមិន hi hello ទេបើសិនខ្ញុំផ្ញើពាក្យឈ្មោះ red ខ្ញុំឲ្យអំពូយើងភ្លឺពណ៌ red អីចឹងទៅនេះនៅក្នុងលក្ខខណ្ឌមួយនេះឥឡូវយើង send ពាក្យ hello អូខេយើងឲ្យវា upload ចប់សិននេះចឹងករណីនេះបើសិនខ្ញុំផ្ញើពាក្យ hello អញ្ចឹងយើងឃើញវាទទួលបានពាក្យ hello តែបើខ្ញុំផ្ញើពាក្យ red អូខេយើងឃើញវាទទួលបានពាក្យ red ហើយអំពូលយើងភ្លឺពណ៌ក្រហមអូខេអញ្ចឹងមកในលក្ខខណ្ឌអំពូលយើងក៏ដើរដែរអញ្ចឹងយើងចង់បាន3ពណ៌អញ្ចឹងអានេះខ្ញុំ copy តែម្ដងថែមអញ្ចឹងបើសិនខ្ញុំបានពាក្យ red ពាក្យ blue ពាក្យ green ឬក៏ពាក្យអស់ហើយចឹងទៅអាហ្នឹងលក្ខខណ្ឌដែលយើងចង់ឲ្យវាភ្លឺយ៉ាងម៉េចចានេះ green ខ្ញុំលុប02 blue ថែម04ដងហើយលុប0ខាងនេះហើយបើយើងចង់ប្រើពាក្យអស់គឺយើងឲ្យវាស្មើ0ទាំងអស់0ទាំងអស់ហ្នឹងមានន័យថាយើងបិទអំពូលហើយបានន័យអត់ឲ្យវាដើរទេហើយបើគ្នាយើងចង់បានពណ៌ផ្សេងទៀតមិនអាចទៅ search ថែមទៅថាតើពណ៌ដែលយើងចង់បានពណ៌ស្វាយពណ៌ pink ពណ៌អីហ្នឹងអាហ្នឹងយើងទៅ search ថាតើ color code វាលេខប៉ុន្មានខ្លះអញ្ចឹង color code ហ្នឹងយើងអាចទៅ search បាននៅក្នុង website មួយគឺនេះក្នុង website មួយនេះខ្ញុំដាក់ HTML color code អូខេយើងចូលក្នុង website HTML color code មកនេះយើងឃើញមានពណ៌ច្រើនណាស់សម្រាប់ដែលយើង select ចង់ select បានចង់បានពណ៌ណា select ពណ៌ហ្នឹងទៅឥឡូវចង់បានពណ៌ស្វាយពេលយើង select ពណ៌ស្វាយយើងឃើញទិន្នន័យខាងលើវាដូរនេះអញ្ចឹងយើងយកតែអក្សរហ្នឹងទេនេះឥឡូវ AS 7អីយកមកដូរនៅខាងក្នុងហ្នឹងហើយខាងក្នុងត្រូវថែម0អីពីមុខរហូតដែល like កតុយក្រោយគឺយើងអាច copy ពីនេះយកមកដូរអាហ្នឹងករណីយើងចង់បានពណ៌ផ្សេងណាយើងអាច copy color code ពីហ្នឹងយកមកបដូរមកអញ្ចឹងវាចេញតាមពណ៌ហ្នឹងហើយអូខេឥឡូវយើង upload code មិញគឺចប់ហើយយើងតេស្តម្ដងទៀតខ្ញុំផ្ញើពាក្យអូខេយើងឃើញអំពូលយើងបិទខ្ញុំផ្ញើពាក្យ green អូខេ green ទៅចេញ blue អូខេខុសទីតាំងអញ្ចឹងយើងផ្ញើ green ចេញ blue បើផ្ញើ blue វាទៅចេញ green វិញទៅលើលក្ខខណ្ឌហ្នឹងនេះចឹងបើសិនយើងផ្ញើ blue ទៅចេញ green អញ្ចឹងយើងធ្វើការអត់ចាស់ទៅនេះតិចមក
ចឹងយើងអាចដូរទៅនេះក៏បានឬក៏ដូរពាក្យក៏បានដែរឥឡូវយើងដូរពាក្យអានេះទៅជា green អានេះទៅជា blue អូខេចឹងយើងដូរប៉ុណ្ណឹងមកខ្ញុំអាប់ដេតវាម្ដងទៀតចឹងខ្ញុំចង់បកមកវិញតើតើជាមួយការងារដែលខ្ញុំឲ្យគ្នាយើងធ្វើគឺមានតែប៉ុណ្្នឹងទេធ្វើម៉េចឲ្យដើរតាមអ្វីដែលខ្ញុំបានបង្ហាញហ្នឹងអានេះហើយកូដទាំងស្រុងអានេះកូដទាំងស្រុងគឺខ្ញុំបរួមតិចអានេះគឺជាកូដរបស់យើងទាំងស្រុងចឹងកូដយើងទាំងស្រុងគឺយើងមាន parameter include library យើងមានចំនួន5ក្នុងលក្ខខណ្ឌនេះហើយ parameter ដែលយើងត្រូវដាក់ឲ្យវាគឺទី1 Wi-Fi របស់យើងឈ្មោះអី password ប៉ុន្មានអាហ្នឹងត្រូវដាក់ហើយ group បញ្ជាក់ group នេះគឺត្រូវដាក់ខុសគ្នាអត់អាចដាក់ដូចគ្នាបានទេបើធម្មតាយើង group M1 យើងដាក់ M1 ហើយ group ទីប៉ុន្មានទី2ទី3អាហ្នឹងយើងដាក់រៀងខ្លួនមកអានេះហើយនេះគឺជា library ប្រើសម្រាប់អេក្រង់ library ប្រើសម្រាប់អំពូលហើយនឹង2នេះគឺប្រើសម្រាប់ cloud server ដើម្បីវា connect ហើយនៅក្នុងនេះគឺ function សម្រាប់ update ទៅលើអេក្រង់យើងមានប៉ុណ្នេះហើយអានេះ function តាក់ទងជាមួយការទទួលទិន្នន័យពី server ទិន្នន័យបានន័យថាពេលដែលយើង send ពីនេះទៅវាទទួលតើវាត្រូវធ្វើមិនបន្តនេះឥឡូវខ្ញុំ send ពាក្យ blue អូខេអញ្ចឹងអានេះ blue ដើរទៅវិញហើយខ្ញុំ send ពាក្យ green អូខេអញ្ចឹង green ក៏ដើរដែរអូខេអញ្ចឹងអា function កន្លែង callback នេះគឺជា function ដែលយើង send នេះ send ពាក្យ green blue គឺជា function ដែលវាទទួលបានអក្សរហ្នឹងអញ្ចឹងពេលដែលទទួលបានគឺកន្លែងនេះគឺខ្ញុំបំលែងវាទៅជាទម្រង់អក្សរអានេះបំលែងទៅជាទម្រង់អក្សរហើយកន្លែងនេះគឺខ្ញុំset up ពណ៌ថាយើងចង់បានភ្លឺពណ៌អីហើយនៅក្នុង block set up យើងមានប៉ុណ្ណឹងយើង set ពន្លឺ set address set screen អញ្ចឹងគឺអស់ប៉ុណ្្នឹងហើយអញ្ចឹងគ្នាយើងអាច follow តាមវីដេអូខ្ញុំនេះឬក៏ program ហ្នឹងទៅយើងអាចធ្វើបានហើយអូខេអញ្ចឹងខ្ញុំអាចបង្ហាញគ្នាយើងប៉ុណ្្នឹងទេអញ្ចឹងសល់ចម្ងល់ប៉ុន្មានគ្នាយើងអាចសួរនៅក្នុងក្រុមបានឬក៏អាចអនុវត្តតាមហ្នឹងទៅគឺដើរហើយនៅពេលយើងដើរបែបហ្នឹងគឺខ្ញុំនឹងប្រម៉ូពីសប្តាហ៍ក្រោយទៅ